សូមជូននាទីនៃការអានសៀវភៅកំពូលមនុស្សដ៏អស្ចារ្យលើលោកទាំងជីវិតនិងអាជីវកម្មភាគបន្ត4ខណៈនិងពេលវេលាខណៈនិងពេលវេលាតែងកន្លងផុតទៅដោយលំដាប់តាមថ្ងៃនីមួយៗបុគ្គលល្ងងខ្លៅអាប់អិតប្រាជ្ញាមិនញ៉ាំងការរីកចម្រើនទាំងឡាយនិងប្រយោជន៍ទាំងពួងឲ្យកើតឡើងដល់ខ្លួនរមែងសង្រេងសង្រៃអស់រាត្រីដល់យូរបុគ្គលល្ងងខ្លៅអាប់អិតប្រាជ្ញានោះនឹងត្រូវរស់នៅក្នុងសេចក្តីទុក្ខសោកអស់កាលជាយូរអង្វែងហើយក៏ចាប់ធ្វើដំណើរសន្សឹមឆ្ពោះទៅកាន់សេចក្តីអន់ថយក្នុងជីវិតនៃការរស់នៅក្នុងគ្រាជាទីបំផុតបុគ្គលល្ងងខ្លៅអាប់អិតប្រាជ្ញានោះក៏ត្រូវសង្គមនិងមនុស្សទាំងឡាយក្នុងលោកទើបចោលដោយមិនមានសេចក្តីរឹបអានអ្វីទាំងអស់ដូច្នេះក្នុងជីវិតមិនត្រូវឲ្យខណៈនិងពេលវេលាកន្លងផុតទៅដោយមិនញ៉ាំងការរីកចម្រើនទាំងឡាយនិងប្រយោជន៍ទាំងពួងឲ្យកើតឡើងដល់ខ្លួនយើងឡើយដោយឡែកបើនិយាយតាមភាសាយុទ្ធសាស្ត្រវិញគេនិយាយបែបនេះគឺចំពោះចំណុចឈ្នះនិងចាញ់នៃការអនុវត្តយុទ្ធសាស្ត្រគឺអាស្រ័យដោយពេលវេលាជាសំខាន់ដោយសេចក្តីថាអ្នកដែលអាចឈ្នះក្នុងការធ្វើយុទ្ធសាស្ត្រនោះគឺដោយសារការធ្វើឲ្យទាន់នៃពេលវេលានោះឯងអ្នកដែលចាញ់នៅក្នុងការធ្វើយុទ្ធសាស្ត្រនោះគឺដោយសារការធ្វើមិនឲ្យទាន់នៃពេលវេលានោះឯងដែរជាការពិតណាស់បើទោះជាអ្នកមានយុទ្ធសាស្ត្រល្អយ៉ាងណាក៏ដោយតែប្រសិនបើអ្នកមិនធ្វើមិនសម្រេចជោគជ័យទាន់ពេលវេលាទេយុទ្ធសាស្ត្រល្អនោះក៏គ្មានន័យអ្វីដែរពិតមែនហើយយុទ្ធសាស្ត្រល្អនោះមានអត្ថន័យគឺស្មើនឹងចាញ់យ៉ាងណាក៏ដោយកំពូលមនុស្សដ៏អស្ចារ្យក្នុងលោករមែងចេះគ្រប់គ្រងពេលវេលាដោយល្អដោយមិនអោយពេលវេលាដ៏ល្អនោះកន្លងផុតទៅដោយមិនទទួលបាននៅផលប្រយោជន៍នោះឡើយម្យ៉ាងវិញទៀតកំពូលមនុស្សដ៏អស្ចារ្យក្នុងលោកនោះធ្វើអ្វីក៏ប្រព្រឹត្តទៅតាមយុទ្ធសាស្ត្រដើម្បីសម្រេចអ្វីដែលខ្លួនចង់បានកាន់តែធំ5លាកសមត្ថភាពដើម្បីសម្រេចកិច្ចការធំដើម្បីសម្រេចកិច្ចការធំសមត្ថភាពយើងមិនត្រូវបញ្ចេញឲ្យគេមើលឃើញឬស្មានដឹងឡើយសមត្ថភាពនោះគឺយើងត្រូវលាកឲ្យជិតដូចជាគីលាករបស់អ្វីមួយដោយមិនឲ្យអ្នកដទៃមើលឃើញឬស្មានដឹងបានយ៉ាងដូចនោះឯងជាងនេះទៅទៀតសមត្ថភាពនោះយើងត្រូវពង្រឹងវារាល់ថ្ងៃយើងត្រូវបង្កើនវារាល់ថ្ងៃដោយធ្វើយ៉ាងណាឲ្យវាកាន់តែពេញលេញឡើងហើយរងចាំឱកាសមកដល់ក៏សម្រេចនៅកិច្ចការដ៏ធំនោះជាការពិតណាស់ការពង្រឹងនិងការបង្កើនសមត្ថភាពរាល់ថ្ងៃនោះក៏គឺមិនមានអ្វីក្រៅអំពីការសិក្សារៀនសូត្រនិងការអានសៀវភៅនោះដែរគឺសិក្សារៀនសូត្រនិងអានសៀវភៅអ្វីណាដែលជាប់ទាក់ទងជាមួយនឹងការសម្រេចនៅកិច្ចការធំរបស់យើងនោះឯងពិតមែនហើយការសិក្សារៀនសូត្រនិងការអានសៀវភៅនោះវាមិនត្រឹមតែធ្វើឲ្យយើងអាចពង្រឹងនិងបង្កើនសមត្ថភាពរបស់យើងឲ្យបានកាន់តែពេញលេញឡើងតែម្យ៉ាងនោះទេតែវានៅអាចធ្វើឲ្យយើងមាននៅស្មារតីត្រៀមខ្លួនជានិច្ចដើម្បីសម្រេចនៅកិច្ចការធំរបស់យើងនោះទៀតផងហើយក៏ដោយសារតែស្មារតីនោះផងដែលវានឹងធ្វើឲ្យយើងដឹងដោយខ្លួនឯងដោយស្វ័យប្រវត្តិថាយើងនឹងធ្វើជាមនុស្សដែលពូកែអត់ធន់បំផុតជាមនុស្សដែលអាចអត់ទ្រាំបានចំពោះរាល់ពាក្យសម្ដីនិងការនិយាយស្ដីដ៏ហួសប្រមាណរបស់អ្នកដទៃដែលបាននិយាយមកកាន់យើងតែងតែអត់ធន់បានជានិច្ចនៅពាក្យសម្ដីដ៏ត្រគោះបោះបោកនៃអ្នកដទៃដែលបាននិយាយមកកាន់យើងហើយយើងក៏រមែងអត់ធន់បានជាដរាបចំពោះការម៉ាក់ងាយរបស់អ្នកដទៃដែលបានម៉ាក់ងាយមកលើយើងផងដែរយើងនឹងធ្វើជាមនុស្សដែលល្ងង់ខ្លៅជានិច្ចប៉ុន្តែគឺជាមនុស្សដែលដឹងសពសេចក្តីយល់ដឹងបានគ្រប់កលៈទេសៈនិងអាចដឹងបានដល់ប្រាជ្ញាផ្នត់គំនិតនិងសមត្ថភាពរបស់មនុស្សបានយ៉ាងច្បាស់លាស់ដោយមិនមានការសង្ស័យយើងនឹងដាក់ខ្លួនជានិច្ចទន់ភ្លន់គោរពចំពោះមនុស្សទូទៅពិតមែនហើយមនុស្សដែលនឹងអាចសម្រេចកិច្ចការធំបាននោះ
លុះណាតែបុគ្គលនោះចេះដាក់ខ្លួនបន្ទាបខ្លួននិងទន់ភ្លន់គោរពចំពោះមនុស្សទូទៅទើបកិច្ចការធំនៃបុគ្គលនោះអាចសម្រេចទៅបានទង្វើយ៉ាងនេះមនុស្សទូទៅជាច្រើននឹងមានការសង្ស័យជាប្រកបចំពោះបុគ្គលដែលចេះដាក់ខ្លួនបន្ទាបខ្លួននិងទន់ភ្លន់គោរពចំពោះមនុស្សទូទៅនោះទីបំផុតណាមួយដែលសំនឹងបញ្ចេញស្នាដៃក៏ឆ្លៀតពេលដែលមាននរណាម្នាក់សង្ស័យទៅលើបុគ្គលដែលចេះដាក់ខ្លួនបន្ទាបខ្លួននិងទន់ភ្លន់គោរពចំពោះមនុស្សទូទៅនោះបុគ្គលនោះបានប្រើយុទ្ធសាស្ត្រជាច្រើនដោយបានរៀបចំផែនការអស់រយៈពេលយ៉ាងយូរហើយជាលទ្ធផលបុគ្គលដែលមានការលាក់សមត្ថភាពខ្លួនតាំងពីយូរណាស់មកហើយនោះក៏សម្រេចកិច្ចការធំបានជាពិតប្រាកដមែនឯយុទ្ធសាស្ត្រជាច្រើននិងផែនការដែលបុគ្គលនោះបានរៀបចំឡើងអស់រយៈពេលយ៉ាងយូរមកហើយនោះគឺយុទ្ធសាស្ត្រនិងផែនការដែលសមស្របតាមស្ថានភាពរបស់ខ្លួននិងហេតុផលរបស់ខ្លួននោះឯងសឺម៉ាអ៊ីក្នុងរឿងសានកុព្រោះចេះលាក់សមត្ថភាពរបស់ខ្លួនចេះដាក់ខ្លួនបន្ទាបខ្លួននិងចេះទន់ភ្លន់គោរពចំពោះមនុស្សទូទៅទើបរាជវង្សតកូលឆាវ4ជំនាន់ត្រូវសឺម៉ាអ៊ីប្រើរយៈពេលតែមួយថ្ងៃអាចផ្ដួលរលំបានដោយងាយនេះជាអត្ថប្រយោជន៍នៃការចេះលាក់សមត្ថភាពរបស់ខ្លួនដើម្បីសម្រេចនៅកិច្ចការធំហើយព្រោះការចេះលាក់សមត្ថភាពរបស់ខ្លួននេះផងដែរកំពូលមនុស្សដ៏អស្ចារ្យក្នុងលោករមែងសម្រេចនៅកិច្ចការធំដែលមានចំណាត់ថ្នាក់កម្រិតពិភពលោកនៅក្នុងទម្រង់នៃយុទ្ធសាស្ត្រនេះយ៉ាងហោចណាស់ក៏មានសឺម៉ាអ៊ីម្នាក់ជាទូយ៉ាងដែរ